ចាសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនមកមើលរបៀបនេះខ្ញុំស្ងោរស៊ុបប្រហិតសាច់គោនិងឆ្អឹងជំនីជ្រូកបងប្អូនចាអត់ដាក់ឆ្អឹងគោទេបងប្អូនដាក់ឆ្អឹងជំនីជ្រូកចាមានផ្សិតមានការ៉ុតមានល្ហុងចាឥឡូវកូននេះខ្ញុំចាប់ផ្ដើមដាក់អាំងគ្រឿងបងប្អូនចាអាំងគល់ក្រែកអាំងខ្ទឹមអាំងអំដែងលក្រូចចឹងណាបងប្អូនចានេះខ្ញុំដាក់អាំងហើយបងប្អូនចាអាំងឲ្យរៀងខ្លោចបន្តិចចឹងណាបងប្អូនដើម្បីឲ្យឈ្ងុយបងប្អូនហើយចាចាឥឡូវក៏ទឹកពុះណាបងប្អូននេះខ្ញុំដាក់គ្រឿងក្រូចដែលនេះខ្ញុំអាំងហើយបងប្អូនចាដាក់គ្រឿងក្រូចហើយក៏នឹងខ្ញុំចាប់ផ្ដើមដាក់ឆ្អឹងជ្រូកបងប្អូនចាអត់បានទិញឆ្អឹងគោបងប្អូនដាក់ឆ្អឹងជ្រូកណាបងប្អូនចាដាក់ឆ្អឹងជ្រូកហើយក៏នេះខ្ញុំដាក់ដុំស៊ុបខ្នុរ2ដុំបងប្អូនចាដាក់ដុំស៊ុបខ្នុរហើយក៏ខ្ញុំកូរបន្តិចក៏ដាក់បន្លែចាមានដូចជាល្ហុងនិងការ៉ុតចឹងណាបងប្អូនចាដាក់បន្លែរួចរាល់ហើយក៏នេះខ្ញុំកូរបន្តិចក៏ដាក់ប្រហិតបងប្អូនចាកូរឲ្យរៀងពុះឲ្យរៀងផុយបន្លែបន្តិចចឹងណាបងប្អូនចាក៏នេះខ្ញុំដាក់ប្រហិតចាដាក់ឥឡូវចាក់ប្រហិតទៅណាបងប្អូនចាចាក់ប្រហិតហើយក៏នេះខ្ញុំកូរត្រឡប់បន្តិចចឹងណាបងប្អូនចាកូរឲ្យរៀងសព្វរួចទៅបាននេះខ្ញុំដាក់ប៊ីចេងស្ករនិងអំបិលបងប្អូនចាឥឡូវក៏ឆ្អិនប្រហិតដែរបងប្អូនចាឆ្អិនប្រហិតឆ្អិនឆ្អឹងជ្រូកក៏រៀងផុយដែរបងប្អូនចាឥឡូវក៏នាងខ្ញុំដាក់ប៊ីចេងស្ករអំបិលចាគ្រឿងស្រែកចំណង់ចិត្តបងប្អូនអញ្ចឹងណាបងប្អូនចាតែនេះខ្ញុំដាក់ប៊ីចេងមួយចុងស្លាបព្រាអំបិលមួយចុងស្លាបព្រានិងស្ករសមួយស្លាបព្រាបាយអញ្ចឹងណាបងប្អូនចាឥឡូវអូខេហើយបងប្អូនក៏នេះខ្ញុំដាក់នឹងឆ្នាំងតូចរៀបចំបន្លែដាក់ហូបអញ្ចឹងណាបងប្អូនចាដាក់ឆ្នាំងធំហូបអស់ហើយបងប្អូនហើយចាឥឡូវក៏ដាក់ផ្សិតដាក់តកួនដាក់អីស្ពៃតឿបងប្អូនចាឥឡូវដាក់ខ្ទឹមបំពងបងប្អូនចាចាក់ខ្ទឹមបំពងហើយក៏នេះខ្ញុំដាក់ទឹកម្ទេសបងប្អូនចាខ្ទឹមបំពងនឹងដើម្បីដាក់ទៅឲ្យឈ្ងុយអញ្ចឹងណាបងប្អូនចាឥឡូវក៏នឹងខ្ញុំដាក់ទឹកម្ទេសបងប្អូនចាឥឡូវរួចរាល់ហើយណាបងប្អូនមកចូលរួមជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនចាស្ងោរប្រហិតសាច់គោបងប្អូនចាជាមួយឆ្អឹងជ្រូកបងប្អូនចាមកបងប្អូនមកចូលរួមជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនចារួចរាល់ហើយបងប្អូនក្លិនជាតិណាបងប្អូនចាអូខេ